សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកអាចស្រមៃបានទេថាមនុស្សជាង100នាក់បានបាត់ខ្លួនពីភូមិមួយក្នុងពេលតែមួយដោយគ្មានបន្សល់ទុកសាកសពឬសញ្ញានៃការតស៊ូសូម្បីបន្តិចរឿងហេតុកើតឡើងនៅថ្ងៃទី18ខែសីហាឆ្នាំ1590បរិសុទ្ធម្នាក់ឈ្មោះថាជនវ៉ៃបានត្រឡប់មកកាន់កោះរ៉ូណុកវិញបន្ទាប់ពីចាក់ចែងទៅយកស្បៀងអាហារនៅប្រទេសអង់គ្លេសអស់រយៈពេល3ឆ្នាំគាត់រំពឹងថានឹងឃើញកូនស្រីចៅស្រីរបស់គាត់រត់មកទទួលគាត់ដោយក្តីរំភើបនៅពេលដែលគាត់ត្រឡប់មកវិញប៉ុន្តែអ្វីដែលគាត់បានឃើញគឺភាពស្ងាត់ជ្រងំដែលគួរឲ្យខ្លាចផ្ទះសម្បែងត្រូវបានរុះរើភ្លើងចង្ក្រានបានរលត់អស់រយៈពេលយូរគ្មានមនុស្សគ្មានសត្វចិញ្ចឹមសូម្បីតែសាកសពក៏គ្មានអ្វីដែលនៅសេសសល់មានតែពាក្យមួយម៉ាត់គត់ដែលត្រូវបានឆ្លាក់នៅលើដើមឈើគឺក្រូថូនហើយថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់សតវត្សទី16ដើម្បីវែកញែករកការពិតនៅពីក្រោយភូមិដែលបានបាត់ខ្លួនរណុកសំណួរសួរថាតើពួកគេបាត់ទៅណាតើពាក្យក្រូថុនមានន័យអ្វីតើវាជាការសម្លាប់រង្គាលឬជាបណ្ដាសាយអាតកំបាំងរឿងនេះចាប់ផ្ដើមនៅឆ្នាំ1587នៅពេលដែលអង់គ្លេសចាប់បានបង្កើតអាណានិគមដំបូងបំផុតនៅអាមេរិកលោកជនវ៉ៃបាននាំមនុស្ស115នាក់រួមមានបុរសស្ត្រីនិងកុមារមកតាំងទីលំនៅលើកោះរណុកបច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋ North Carolina ជីវិតនៅទីនោះមិនងាយស្រួលឡើយពួកគេមានជម្លោះជាមួយកុលសម្ព័ន្ធក្នុងស្រុកហើយពួកគេខ្វះខាតអាហារនិងជួបគ្រោះរាំងស្ងួតបន្ទាប់ពីបានមកដល់មួយរយៈពេលខ្លីជនវ៉ៃត្រូវបង្ខំចិត្តជិះទូកត្រឡប់ទៅអង់គ្លេសវិញដើម្បីសុំជំនួយនិងស្បៀងអាហារគាត់បានប្រាប់អ្នកភូមិថាបើសិនមកមានរឿងអីកើតឡើងហើយពួកគេត្រូវចាក់ចែងសូមឆ្លាក់ឈ្មោះទីកន្លែងដែលពួកគេចង់ទៅនៅលើដើមឈើហើយបើសិនដល់ពួកគេត្រូវចាក់ចែងអាសាជួបគ្រោះថ្នាក់សូមឆ្លាក់សញ្ញារូបឈើឆ្កាងនៅលើដើមឈើប៉ុន្តែដោយសារតែពេលនោះសង្គ្រាមរវាងអង់គ្លេសនិងអេស្ប៉ាញធ្វើឲ្យការធ្វើដំណើររបស់លោកជនវ៉ៃត្រូវបានពន្យាពេលរហូតដល់3ឆ្នាំដល់ពេលគាត់មកដល់កោះរណុកវិញនៅយប់ថ្ងៃទី18ខែសីហាឆ្នាំ1590គាត់បានឃើញពាក្យថាក្រូឆ្លាក់ពីលើបង្គោលរបងនិងពាក្យថាក្រូថុនឆ្លាក់នៅលើដើមឈើដ៏ធំមួយហើយរឿងដែលចម្លែកនោះគឺគ្មានសញ្ញាឈើឆ្កាងតាមកិច្ចសន្យាបើគ្មានសញ្ញាឈើឆ្កាងមានន័យថាពួកគេមិនបានចាក់ចែងដោយការបង្ខំឬមានគ្រោះថ្នាក់ឡើយហើយផ្ទះត្រូវបានរុះរើយ៉ាងមានរបៀបរៀបរយហាក់បីដូចជាពួកគេមានពេលគ្រប់គ្រាន់ដើម្បីរៀបចំរបស់របរហើយអ្វីដែលចម្លែកមួយទៀតនោះគឺការបាត់ដំណឹងសូនជើងជនវ៉ៃចង់ជិះទូកទៅកាន់កោះក្បែរនោះដែលមានឈ្មោះថាក្រូថុនបច្ចុប្បន្នគឺជាកោះ Hatteras ដើម្បីតាមរកពួកគេប៉ុន្តែព្យុះសង្គ្រាមដ៏ធំបានរារាំងហើយបង្ខំឲ្យគាត់ត្រឡប់មកអង់គ្លេសវិញទាំងក្តីអស់សង្ឃឹមគាត់បានឃើញមុខគ្រួសាររបស់គាត់ម្ដងទៀតឡើយរហូតដល់ថ្ងៃដែលគាត់ស្លាប់រាប់រយឆ្នាំកន្លងផុតទៅទ្រឹស្ដីជាច្រើនត្រូវបានលើកឡើងមានទ្រឹស្ដីខ្លះនិយាយថាការបញ្ចូលគ្នាជាមួយកុលសម្ព័ន្ធនៅក្នុងស្រុកនេះជាទ្រឹស្ដីដែលមានសង្ឃឹមបំផុតមួយអ្នកវិទ្យាសាស្ត្រជឿថាដោយសារតែដាច់ស្បៀងអ្នកភូមិរណុកបានសម្រេចចិត្តរស់នៅក្នុងកុលសម្ព័ន្ធក្រូថុនហើយការធ្វើតេស្ត DNA ទៅលើអ្នកស្រុកនៅតំបន់នោះបានបង្ហាញថាពួកគេមានខ្សែស្រឡាយមកពីអឺរ៉ុបហើយការធ្វើតេស្តនេះដែរគឺធ្វើតេស្តនៅពេលសម័យទំនើបនេះទេហើយទ្រឹស្ដីទី2គឺការសម្លាប់រង្គាលអ្នកខ្លះជឿថាពួកគេត្រូវបានកុលសម្ព័ន្ធដទៃដែលសាហាវជាងសម្លាប់ចោលទាំងអស់ប៉ុន្តែបើស្លាប់មែនហេតុអីបានគ្មានសាកសពហើយគ្មានស្លាកស្នាមឈាមនិងស្លាកស្នាមប្រយុទ្ធអីទោះតែសោះហើយទ្រឹស្ដីទី3គឺបាតុភូតចម្លែកឬបណ្ដាសារឿងព្រេងក្នុងស្រុកបាននិយាយអំពីវិញ្ញាណកោះដែលអាចប្រែកម្លាំងមនុស្សឲ្យទៅជាដើមឈើឬសត្វសាហាវហើយទ្រឹស្ដីសម័យថ្មីនិយាយថាការចាប់ពង្រត់ដោយមនុស្សគ្រប់កាយហើយមានទ្រឹស្ដីទី4បាននិយាយថាជាជំងឺរាតត្បាតឬការប៉ុនប៉ងជិះទូកត្រឡប់អង់គ្លេសវិញហើយត្រូវលិចកប៉ាល់នៅកណ្ដាលសមុទ្រអីចឹងទៅនៅមានការសន្និដ្ឋាននិងមេរៀនប្រវត្តិសាស្ត្រជាច្រើនទៀតដូចជាអាចកំបាំងនៅកោះរណុកនៅតែជាស្លាកសញ្ញាដ៏ធំមួយក្នុងប្រវត្តិសាស្ត្រអាមេរិកទោះបីជាបច្ចុប្បន្នយើងមានបច្ចេកវិទ្យាទំនើបក្នុងការរាវរកក៏យើងនៅតែមិនអាចបញ្ជាក់បាន 100% ថានឹងមានអ្វីកើតឡើងនៅយប់នោះហើយមានរឿងដែលយើងគួររំលឹកនោះគឺជួនកាលធម្មជាតិនិងភាពឯកាអាចលាបទុបាក់ជីវិតមនុស្សបានយ៉ាងងាយរណុកមិនមែនគ្រាន់តែជាការបាត់ខ្លួនប៉ុន្តែវាជានិមិត្តសញ្ញានៃភាពអាថ៌កំបាំងដែលមនុស្សជាតិប្រហែលជាគ្មានថ្ងៃអាចបកស្រាយចេញទេតើបងប្អូនយល់យ៉ាងណាដែរតើក្រូថុនជាពាក្យជួយសង្គ្រោះឬជាពាក្យបណ្ដាសាសូមអរគុណសម្រាប់ការតាមដាន podcast ដ៏វែងឡាយមួយនេះកុំភ្លេចចែករំលែកមកទៀតបងអ្នកនៅរងចាំស្ដាប់អាថ៌កំបាំងពេលថ្មីនៅពាក្យក្រោយ